con tụ nó thông những cái đau ngô kì cặp mà này ai ăn miên na chủ hình chú nơi tiền nó nơi mặn nè nhưng mà là thế nó nhưng mà tại em nơi tại chú dây bù chú pôn bù cái tên à nhưng con như đó bù train tay mùi này bạn mình tràn thế còn bạn tray tôi phía tràn khinh tray canh tôi để còn chạp bàn nó bóng vốn bà chẳng ông mình này có su mình tên cầu công đài ngày tuồng sai sẽ mùi on xa xế bóng vốn ấy khinh quát nơi nông cồn plai mùi nó công buông tại tục tực xâm rạp bà chạp tray lát nữ nâng cồn plai chẳng á bà hay quạt phơ ní cứ quạt phơ tại anh thế hay ọt miền khang na chui quạt tê bà hay dụ bọc quạt riêng cha đại ấy bên tai mơ từ cùng lăng bọc quạt nó cứ nơi để mòm muôn ai chờ to su nâng chỉ vết cái đôi chia cà rô hồ bà ha đầm bầy chuyên châm chỉ vết bọc quạt bà to tiền chẳng á bà chẳng bóng ôn khơi nhảy cứ cũng đau sai sẽ mùi on xa xế dân nơi nâng tia ấy xinh cứ cái đau mình tên đó nè bên tay sầm rạp ông pro mình đi vẫn cứ có đỏ ai hay cắt chùa cặp đây đầm bầy phơi chia từng nộp đầm bầy ba tray chẳng nè mơ tư quạt nó cứ có thun mình tên chỉ mùi nâng cả sự thiệt đó nè đầm bầy ai chạp tray bán cứ quạt tray chùm nái pel du đây đầm bầy của mô là đây tích nâng mà cho để quạt bàn cặp nơi nâng trung đôi chia chỉ hiên trường plai nâng đầm bầy vua tự tục nơi bịa cái đà plai đầm bầy chạp tray để quạt bàn khơi nơi plai để miền tực ai chạp bàn chẳng là bà đôi bóng ôn khơi chẳng cứ tray này được chia tray tray tụa để quạt triềm nâng bà giấy bàn tay quạt chạp bàn khla mùn chẳng là bà bà nâng tới viêm sơi ngày bà sơi ngày dù bà cái đài phong đó ai tiệt ngủ xa tức thân đấy đã tức màu mà lợn mù tới lấy bạn này cứ chỉ biết bài sắm mạnh bọc quạt để rồi nơi tam phum chuồn nó bọt sọc sải bông bồn bà chẳng đầm bay bản là ha sầm rạp
គ្រប់គ្រងគ្រួសាររបស់គាត់គឺគាត់ចំណាយពេលយ៉ាងច្រើនដើម្បីទប់ទឹកដើម្បីបាចត្រីអញ្ចឹងណាបាទអញ្ចឹងនៅតាមភូមិស្រុកស្រែចំការគឺមានតែការនេសាទឬក៏ការដាំដុះបន្លែអីនៅតាមភូមិដើម្បីផ្គត់ផ្គង់នៅជីវភាពបន្ថែមពីលើការធ្វើរបរកសិកម្មរបស់គាត់មានការធ្វើស្រែចម្ការអីផ្សេងណាបាទហើយត្បិតតែអ៊ំប្រុសម្នាក់នេះត្បិតតែគាត់វ័យចំណាស់មែនប៉ុន្តែការរស់នៅជាមួយនឹងធម្មជាតិរបស់គាត់តាំងពីក្មេងវ័យមកធ្វើឲ្យរាងកាយរបស់គាត់នឹងគឺធន់ទ្រាំទៅនឹងអាកាសធាតុត្បិតថាអាកាសធាតុបច្ចុប្បន្នគឺមានការផ្លាស់ប្ដូរក៏ដូចជាការប្រែប្រួលយ៉ាងខ្លាំងនៅការកើននៅកម្ដៅព្រះអាទិត្យហ្នឹងគឺនៅក្នុងរដូវប្រាំងគឺអ៊ំពូមីមីងដឹងហើយថានៅប្រទេសកម្ពុជារបស់យើងគឺកម្ដៅពី29អាចថា30ហើយរហូតឡើងទៅដល់31អង្សាសេ41អង្សាសេគឺកម្ដៅនេះគឺក្ដៅមែនទែនណាសម្រាប់យើងនៅកណ្ដាលវាលស្រែបែបនេះបាទតែអ៊ំប្រុសគឺគាត់ព្យាយាមមែនទែនដើម្បីទប់នៅនឹងអាជីវភាពរបស់គាត់ប្រចាំថ្ងៃគាត់ចំណាយពេលវេលារបស់គាត់ដើម្បីចាប់ត្រីដើម្បីធ្វើម្ហូបចិញ្ចឹមជីវិតរបស់គាត់បន្តទៀតណាបាទហើយនៅតាមភូមិស្រុកស្រែចំការគឺអ៊ំពូមីមីងបានដឹងហើយថាចាស់គឺនៅពេលដែលទំនេរហ្នឹងគឺគាត់តែងតែរួអាហារដើម្បីផ្គត់ផ្គង់ណាបាទហើយនេះគឺគាត់ចាប់ផ្ដើមបាចទឹកហើយបាទបាចទឹកបដាហើយបាទគឺគាត់មានកូនធុង2នេះបាទមួយធំហើយមួយទូចហ្នឹងហើយធុងធំហ្នឹងគឺគាត់បានចាប់ត្រីបានខ្លះហើយគាត់យកដាក់នៅក្នុងធុងហ្នឹងបាទនេះគឺគាត់ចាប់ផ្ដើមបាចម្ដងមកកន្លះកូនធុងហ្នឹងទឹកនៅក្នុងធុងហ្នឹងដើម្បីលើកឲ្យទឹកនៅក្នុងបន្លាយហ្នឹងអាចស្រកទៅហើយគាត់នឹងចាប់ផ្ដើមចាប់ត្រីបាទវិធីនេះគឺជាវិធីសាស្ត្រនៃការនេសាទត្រីតាំងពីបុរាណមកហើយការនេសាទបែបនេះគឺមិនប៉ះពាល់ទៅដល់ជីវិតរបស់ត្រីក៏ដូចជាបំផ្លាញនៅបរិស្ថានក៏ដូចជាជំរករបស់ត្រីអីផ្សេងទេបាទហើយគាត់បានទួងមួយបាទគឺធំដែរបាទហើយយើងឃើញថាបាចខ្ទង់កន្លះម៉ោងបាទនេះគឺខ្ញុំសារទេប៉ុន្តែបើជាក់ស្ដែងគឺគាត់បាចយូរមែនទែនណាអ៊ំពូមីងរំតែស្រកទឹកនេះគឺគាត់ចំណាយពេលយូរមែនទែនដើម្បីបាចណាបាទហើយគាត់ចាប់ផ្ដើមបើកមុខទៅដើម្បីឲ្យទឹកនឹងហូរមកហើយគាត់បន្តបាចបន្ថែមទៀតបាទហើយគាត់មានស្លឹកឈើគ្រួបកុំឲ្យត្រីក្តៅអញ្ចឹងណាត្រីក្តៅទៅគឺអាចងាប់អញ្ចឹងអាចប្រោះទុកបរិភោគនៅពេលក្រោយទៀតបានអញ្ចឹងណាបាទនេះគាត់ចាប់ផ្ដើមលើកហើយបាទចំពោះទឹកវិញគឺល្អក់មែនទែនណាបាទទឹកគឺល្អក់មែនទែនទោះជាឲ្យសត្វគោឬក៏សត្វអីនេះក៏មិនអាចផឹកបានដែរព្រោះទឹកនេះល្អក់មែនទែនណាបាទប៉ុន្តែត្រីគឺត្រីនៅតាមស្រុកស្រែចំការគឺវាអាចនឹងធន់ទ្រាំទៅនឹងប្រភេទទឹកនឹងអាចនៅរស់រានមានបានអញ្ចឹងណាបាទហើយអានេះគឺជាការនេសាទបែបធម្មជាតិទេបាទដោយសារតែគាត់ឃើញទំនប់ដែលទប់ខាងក្រោយហ្នឹងគឺមានទឹកហូរទៀតអញ្ចឹងគាត់ចាប់ផ្ដើមយកដីលបាយដីមកកូនចបរបស់គាត់ហ្នឹងគឺកាប់យកទៅបិទបន្ថែមទៀតដើម្បីកុំឲ្យទឹកហូរអញ្ចឹងណាកាលណាទឹកហូរមកគឺទឹកវាច្រើនគាត់អាចចាប់ត្រីបានទេបាទអញ្ចឹងអ៊ំពូមីមីងដឹងហើយថាបើសិនជាយើងមានម៉ាស៊ីនឬក៏មានអីគឺទឹកប៉ុណ្ណេះគឺយើងបូមតែមួយផ្លេតហ្នឹងគឺអស់ហើយប៉ុន្តែសម្រាប់ជីវភាពអ្នកក្រីក្រគឺដឹងហើយថាម៉ាស៊ុតបច្ចុប្បន្នសាំងអីគឺឡើងថ្លៃអញ្ចឹងហើយជាភាពប្រជាកសិករនៅតាមជនបទគាត់អត់មានលទ្ធភាពក្នុងការទិញម៉ាស៊ីនឬក៏បូមបានទេអញ្ចឹងអ្វី
ដែលគាត់អាចធ្វើបាននៅក្នុងពេលនេះគឺគាត់មានតែបាច់ប៉ុណ្ណោះបាទបន្ទាប់ពីគាត់បាច់ស្រកបដាយើងឃើញមានវត្តមានត្រីល្អិតទូចដែលហែលនៅនឹងផុកណាដែលវាចូលនៅនឹងផុកបាទហើយគាត់ព្យាយាមចាប់ត្រីនឹងបានខ្លះដែរដើម្បីទុកធ្វើម្ហូបនៅពេលថ្ងៃក្រោយអញ្ចឹងណាគាត់ចាប់ផ្ដើមបាផុកបដាហើយដោយអ៊ំពូមីមីងបានឃើញបាទហើយត្រីនៅក្នុងបន្លាយនេះគឺអត់មានត្រីធំទេបាទត្រីធំហ្នឹងគឺគេបានបង់ក៏ដូចជាឆក់ខ្លះហើយតាំងពីរដូវយើងបញ្ចប់ការប្រមូលផលស្រូវណាបាទអញ្ចឹងត្រីដែលនៅក្នុងបន្លាយនេះគឺជាប្រភេទត្រីទូចទេដែលសល់ពីគេណាអញ្ចឹងហើយគាត់បាចបង្ហើយនឹងដើម្បីចាប់កូនត្រីទូចមានត្រីផ្ទក់ត្រីក្រាញ់ហើយយើងសង្កេតឃើញមានត្រីដណ្ដែងហើយមួយវិញទៀតឃើញមានត្រីលូញទូចណាខ្ញុំឈួរមើលគាត់បាទតែយើងចាប់អត់បានទេប្រភេទត្រីលូចវារុលចូលក្នុងផុកជ្រៅបាទហើយបន្លាយនេះបើយើងមើលទៅគឺជាប្រភេទដីខ្សាច់អញ្ចឹងអត់សូវមានផុកជ្រៅប៉ុន្មានទេដែលធ្វើឲ្យអ៊ំគាត់អាចចាប់បានអញ្ចឹងណាអរគុណ